រូបភាពនេះយកទៅជូនផ្ដល់បងប្អូនយើងដែលនៅស្រុកខ្មែរដែរគាត់ក៏តស៊ូដែរហើយតែខ្មែរយើងទៅសាមគ្គីភាពគ្នាទៅតស៊ូជាមួយគ្នាដូចថ្ងៃនេះយើងនឹងជោគជ័យយើងនឹងធ្វើជោគជ័យហើយអាយដានឹងUN right officer នឹងគាត់ថាគាត់នឹងនាំពាក្យរបស់យើងគាត់នាំញត្តិរបស់យើង petition របស់យើងទៅដល់ Secretary General's office ហើយអញ្ចឹងអរគុណជើងចុងក្រោយសូមអរគុណដែលបងប្អូនមានចិត្តស្នេហាជាតិដៃជើងយើងក្តៅតិចយ៉ាងណាក៏ដោយតែបេះដូងយើងក្តៅងុំក្តៅព្រោះដោយសារអំពើរបស់ហ៊ុនសែនដែលធ្វើឲ្យយើងឈឺចាប់ដែលឲ្យយើងចុកចាប់នៅក្នុងបេះដូងហើយទោះខ្មែរនៅណាក៏ដោយតិចសុខប្រទេសតិចក្តៅមិនក៏ដោយតែបេះដូងយើងតែមួយបេះដូងយើងគឺឈឺចាប់ណាស់ហើយយើងនៅតែតស៊ូយើងនៅតែទាមទារឲ្យហ៊ុនសែនរកយុត្តិធម៌ដល់បងប្អូនជនរងគ្រោះយើងនៅការថ្ងៃទី3ទី4ខែមករាអរគុណបាទសូមអរគុណលោកម៉ាល់ឌីហើយចំបាត់អង្គរធីបាទបានជាសមាជិករូបចូលរួមជាមួយ